ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាវិលមកជួបវីដេអូរបស់នេះខ្ញុំម្ដងទៀតហើយបងប្អូនចាថ្ងៃនេះដែរគឺប្តីខ្ញុំបានងើបទៅពីរៀងងឹតបងប្អូនអើយយកដើម្បីទៅរៀបចំកន្លែងកាត់ភ្លើងកាត់អីអញ្ចឹងណាបងប្អូនចាហើយកាត់ភ្លើងបងប្អូនយើងបាញ់ក្បាលនេះគឺវាឆាប់ឆេះបងប្អូនវាយើងមិនពិបាកកាត់ជាមួយជ័រមួយអីដើម្បីកុំឲ្យវាមានធុំក្លិនជ័រអញ្ចឹងណាបងប្អូនហើយយើងកាត់ចេះទៅគឺវាឆាប់ឆេះឥឡូវបន្ទាប់ពីគាត់បានប្រកាសរួចហើយណាឥឡូវខ្ញុំធ្វើដំណើរមកដល់ហើយបានដាក់អាំងនំអាំងអីហ្នឹងឥឡូវគឺថាឆ្អិនបានរួចរាល់ហ្នឹងបងប្អូនគឺអញ្ចឹងទៅរៀងលឿនណាដោយសារមួយរយៈហ្នឹងប្តីបានជួយមកងើបលឿនមកអញ្ចឹងទៅគឺថាឆាប់បានលក់ចាឥឡូវមកដល់វីដេអូពេលងាកវិញបងប្អូនគឺថាលក់អស់រួចរាល់ហើយនៅសល់តែ2 3ទេឥឡូវរៀបចំកន្លែងទៅផ្ទះហើយបងប្អូនរងចាំប្តីមកយកឥឡូវមកដល់ផ្ទះនេះរៀបចំចង់ស្លម្ជូរត្រាវធៀងត្រាវបងប្អូនច្រឡំមើលត្រាវហើយធៀងត្រាវនេះដែរបងប្អូនអើយបងប្អូនខ្ញុំផ្ញើមកតាំងពីមេមត់នៅខាងមេមត់បងប្អូនត្រាវគឺនេះអត់ល្មមហើយបងប្អូនចាតាមរយៈនេះដែរអរគុណដល់បងអូនស្រីដែលផ្ញើត្រាវឲ្យបងពេលឲ្យតែដឹងតែបងឃ្លានគឺថាទៅកាត់យកផ្ញើមកឲ្យចាហើយឥឡូវត្រាវរបស់ខ្ញុំនេះគឺខ្ញុំចិត្តបានរួចរាល់បងប្អូនដោយសារត្រាវនេះទុករៀងយូរថ្ងៃដែរខ្ញុំផ្លាស់សេចូលក្នុងទូទឹកកកបងប្អូនខ្ញុំដាក់កន្លែងតិចធម្មតាចឹងហើយក៏វាស្វិតបន្តិចដែរក៏ប៉ុន្តែមិនជាអ្វីទេបងប្អូនយើងត្រាំទឹកទៅក៏វាស្រស់ប្រងមកវិញចឹងណាហើយបន្ទាប់មកក៏ខ្ញុំដាក់រងាស់វាបែបនេះឯងបងប្អូនងាស់ឲ្យវារៀងចេញទឹកចឹងហើយខ្ញុំក៏ត្រឡប់វាអញ្ចឹងទៅចាដើម្បីឲ្យវាចេញទឹកតែត្រាវរបស់យើងទុករៀងយូរថ្ងៃទៅវាដូចថាមិនសូវមានទឹកជាតិទឹកបងប្អូនវារៀងស្ងួតអញ្ចឹងហើយខ្ញុំបន្ថែមទឹកចូលចាហើយបន្ទាប់មកខ្ញុំដាក់អំបិលដើម្បីឲ្យវានេះសឿងស្រួចជ្រុំបងប្អូនចាហើយថ្ងៃនេះខ្ញុំស្លជាមួយត្រីក្រាញ់បងប្អូនត្រីក្រាញ់ធំបងប្អូនស្លតែមួយទេចាហើយនេះគ្រឿងក្រូចដែលខ្ញុំស្លចាហើយជាដំបូងនេះឥឡូវគឺថាបានពុះហើយបងប្អូនខ្ញុំចាប់ផ្ដើមជ្រុំប្រហុកដោយសារយើងមិនចាំបាច់ងាស់យូរដោយសារត្រាវគឺនេះអត់ល្មមហើយបងប្អូនត្រាវនេះគេអាចហូបមកលក់បានបងប្អូនចាហើយឥឡូវបន្ថែមជាមួយនឹងម្ទេសចាហើយជាមួយនឹងត្រីចាហើយត្រីក្រាញ់មួយនេះមកសឡមើបងប្អូនហើយមានជាតិត្រូវគ្នានឹងសឡត្រាវនេះបងប្អូនគឺនិយាយថាវាត្រូវជាតិគ្នាតែម្ដងចាហើយឥឡូវបន្ទាប់មកខ្ញុំជ្រុំជាមួយនឹងអំបិលខ្ចីបងប្អូនចាបន្ទាប់មកគឺខ្ញុំដាក់គ្រឿងជាមួយនឹងវិសេងស្ករអំបិលរ៉ូឌីអញ្ចឹងណាបងប្អូនតែស្ករខ្ញុំដាក់តែបន្តិចបងប្អូនដោយសារបន្លែរបស់យើងវាមានរសជាតិផ្អែមចាហើយបន្ទាប់មកហ្នឹងគឺថាខ្ញុំស្លភាគច្រើនខ្ញុំអត់ថែមអំបិលច្រើនបងប្អូនដោយសារខ្ញុំយកតែប្រៃជាតិប្រៃចេញពីប្រហុកអញ្ចឹងណាដោយសារខ្ញុំស្លយ៉ាងសាបដែរអញ្ចឹងណាបងប្អូនយើងបន្ថែមពេលយើងហូបជាមួយនឹងទឹកត្រីញិចទេហិលអីអញ្ចឹងណាអញ្ចឹងហើយវាត្រូវជាតិគ្នាតែម្ដងចាឥឡូវស្លរបស់ខ្ញុំគឺថាបានឆ្អិនរួចរាល់ហើយខ្ញុំបន្ថែមជាមួយនឹងម្អមរបស់យើងគឺថាបន្ថែមក្លិននិងរសជាតិកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតអញ្ចឹងណាបងប្អូនហើយនិយាយតម្លៃនេះគឺថាភ្លក់មួយម៉ាត់ទៅមានអារម្មណ៍ថាឆ្ងាញ់រសជាតិគឺថាឲ្យអួយតែម្ដងចាគឺថាឆ្ងាញ់មែនតើចាបងប្អូននិយាយទៅបងប្អូនខ្ញុំស្បតែយើងស្លត្រាវនៅខាងស្រុកខ្ញុំត្រាវល្មមបងប្អូនតែត្រាវនេះគឺថាឆ្ងាញ់មែនតើបងប្អូនគឺអត់មានពិបាកងាស់យូរអីទេហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនចាឥឡូវគឺថាស្លឆ្អិនរួចរាល់ហើយក៏ដួសមួយចានយកទៅឲ្យបងថ្លៃខ្ញុំបងអូនអើយដោយសារគាត់ឲ្យខ្ញុំគឺចូលចិត្តស្លបែបស្រែដូចគ្នាអញ្ចឹងណាហើយឥឡូវឲ្យកូនយកទៅឲ្យវីដេអូក៏ដល់ទីបញ្ចប់ជម្រាបលាបាយបាយ